កាលពីមុនជប៉ុនធ្លាប់ទទួលបានជ័យជំនះលើប្រទេសចិនម្ដងរួចមកហើយកាលពីសង្គ្រាមចិនជប៉ុនលើកទី1ប៉ុន្តែភាពស្រែកឃ្លានអំណាចរបស់ជប៉ុននៅតែបន្តកើនឡើងមិនឈប់ឈរដោយអ្នកដឹកនាំនៃប្រទេសនេះកាន់តែមានមហិច្ឆតាចក្រពត្តិនិយមចង់ពង្រីកតំបន់គ្រប់គ្រងរបស់ពួកគេរហូតធ្វើឲ្យមានសង្គ្រាមជាលើកទី2ទៀតសង្គ្រាមចិននិងជប៉ុនលើកទី2នេះត្រូវបានគេហៅថាសង្គ្រាមនៃការតស៊ូរបស់ប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនដែលកើតឡើងនៅក្នុងឆ្នាំ1937ដល់ឆ្នាំ19451937, the capital Nanjing had fallen and forced the Chinese central government to move westward to Chongqing. The Japanese Imperial Army were also on the move. They wanted to take over Xuzhou and continue their plans to occupy China. To achieve this, they first had to get through Taiyuan. តើសង្គ្រាមនេះកើតឡើងយ៉ាងដូចម្តេចឥទ្ធិពលជប៉ុននិងការចោះខ្សោយរបស់ប្រទេសចិនកន្លងមកជប៉ុនបានអភិវឌ្ឍនយោបាយនិងសេដ្ឋកិច្ចរបស់ខ្លួនឲ្យឈានដល់កម្រិតខ្ពស់ដោយលោកខាងលិចដែររួមមានការបង្កើតសេដ្ឋកិច្ចឧស្សាហកម្មយ៉ាងឆាប់រហ័សកងកម្លាំងយោធាបំពាក់ដោយអាវុធទំនើបៗនិងកំណែទំនងរដ្ឋមេជីនៅក្នុងឆ្នាំ1889ដែលផ្ដល់ឲ្យជប៉ុននៅស្ថាប័ននយោបាយបែបលោកខាងលិចប៉ុន្តែមិនទាន់មានលក្ខណៈប្រជាធិបតេយ្យពេញលេញនោះទេព្រោះប្រមុខរដ្ឋស្ថិតនៅក្នុងដៃអធិរាជនៅឡើយស្របពេលដែលប្រទេសខ្លួនមានភាពរឹងមាំរីឯប្រទេសចិនបែរជាធ្លាក់នៅក្នុងភាពទន់ខ្សោយដោយសារអស្ថិរភាពសេដ្ឋកិច្ចទំនាស់នយោបាយផ្ទៃក្នុងនិងភាពចលាចលនៅក្នុងសង្គមជប៉ុនបានយកឈ្នះចិននៅក្នុងរយៈពេលត្រឹមតែជាង8ខែប៉ុណ្ណោះនៅក្នុងសង្គ្រាមចិនជប៉ុនលើកទី1នៅក្នុងឆ្នាំ1894ដល់ឆ្នាំ1895រីឯការដួលរលំនៃរាជវង្សឈិងនៅក្នុងឆ្នាំ1911កាន់តែធ្វើឲ្យឥទ្ធិពលជប៉ុនកើនឡើងទ្វេដងនៅក្នុងប្រទេសចិនសង្គ្រាមចិនជប៉ុនលើកទី2នៅក្នុងឆ្នាំ1937ដល់ឆ្នាំ1945នៅក្នុងខែកក្កដាឆ្នាំ1937ទាហានជប៉ុនបានបើកការបាញ់ប្រហារទៅលើទាហាននៅក្នុងតំបន់ជិតស្ពានម៉ាកូប៉ូឡូនៅក្នុងទីក្រុងវ៉ាន់ភីងជិតទីក្រុងប៉េកាំងកងទ័ពជាតិនិយមជនជាតិចិនបានព្យាយាមទប់ទល់នឹងការឈ្លានពានដែរប៉ុន្តែឧស្សាហកម្មចិនដែលមិនមានការអភិវឌ្ឍគ្មានសមត្ថភាពនៅក្នុងការផ្គត់ផ្គង់អាវុធយុទ្ធភ័ណ្ឌបានគ្រប់គ្រាន់ឡើយហើយបរាជ័យយ៉ាងឆាប់រហ័សដោយសារតែបច្ចេកវិទ្យារីកចម្រើននិងការត្រៀមខ្លួនរបស់ប្រទេសជប៉ុនកងកម្លាំងជប៉ុនបានចល័តយ៉ាងលឿនកាត់តាមឆ្នេរសមុទ្រខាងកើតរបស់ប្រទេសចិនរួចធ្វើការវាយលុកនៅក្នុងទីក្រុងសៀងហៃណានជីងនិងទីតាំងផ្សេងទៀតនៅក្នុងប្រទេសចិនដីគោកក្រៅពីនេះជប៉ុនបានបើកយន្តហោះយោធាទម្លាក់គ្រាប់បែកនៅក្នុងតំបន់ទាហានជើងគោកមិនអាចចូលបាននៅចុងឆ្នាំ1937រដ្ឋាភិបាលជាតិនិយមចិនត្រូវបង្ខំឲ្យដកថយពីរដ្ឋធានីណានជីងរបស់ខ្លួនទៅកាន់ទីក្រុងឆុងឈីងនៅភាគខាងលិចប្រទេសចិនវិញមហាសោកនាដកម្មនៅទីក្រុងណានជីងចាប់តាំងពីជប៉ុនបានកាន់កាប់តំបន់ណានជីងកាលពីខែធ្នូក្នុងឆ្នាំ1937មានព្រឹត្តិការណ៍មួយកើតឡើងដែលគេហៅថាមហាសោកនាដកម្មនៅក្នុងទីក្រុងណានជីងជាប្រវត្តិសាស្ត្រនៃអំពើអាក្រក់ឃោរឃៅបំផុតដែលជប៉ុនធ្វើទៅលើជនជាតិចិនដែលជប៉ុនបានសម្លាប់ជនជាតិចិននិងធ្វើទរណកម្មនិងយកមនុស្សទៅពិសោធន៍ជាដើមតាមការប៉ានប្រមាណជប៉ុនបានសម្លាប់មនុស្ស30,000 នាក់នៅក្នុងក្រុងដែលភាគច្រើនជាជនស៊ីវិលក្នុងនោះរួមមានការប្រើវិធីកប់ទាំងរស់ប្រើកាំភ្លើងយន្តរីឯស្ត្រីត្រូវបង្ខំឲ្យធ្វើពលកម្មជាទាសករផ្លូវភេទសម្រាប់មន្ត្រីនិងទាហានជប៉ុនអង្គភាពលេខ731នៅភាគឦសានរបស់ប្រទេសចិនគឺជាកន្លែងធ្វើតេស្តសង្គ្រាមជីវសាស្ត្រនិងគីមីដ៏ធំបំផុតរបស់ជប៉ុនដែលបានចាប់អ្នកទោសទៅពិសោធន៍ដោយចាក់ថ្នាំវីរុសជំងឺផ្សេងៗការប៉ះពាល់ដោយប្រើអាវុធគីមីនិងឧបករណ៍ដុតជាដើមម្យ៉ាងទៀតជប៉ុនក៏បានទម្លាក់នៅគ្រាប់បែកតាមអាកាសដែលមានផ្ទុកនៅមេរោគនៅតាមទីក្រុងផ្សេងៗដូចជាទីក្រុងនឹងប៉និងឆាងតឺផងដែរប្រទេសចិនដ៏ធំសម្បើមត្រូវបានបំផ្លាញដោយសង្គ្រាមរបស់ជប៉ុនក្រោមពាក្យស្លោកសម្លាប់ទាំងអស់ប្លន់ទាំងអស់និងបំផ្លាញទាំងអស់នៅខែមិថុនាឆ្នាំ1938លោកជាងកៃជៀកបានបញ្ជាឲ្យបំបាក់ទំនប់វារីអគ្គិសនីនៅទន្លេលឿងក្នុងគោលបំណងទប់ស្កាត់ល្បឿននៃការឈ្លានពានរបស់ជប៉ុនតែផ្ទុយទៅវិញបែរជាបណ្ដាលឲ្យមានទឹកជំនន់ដ៏ធំបំផ្លិចបំផ្លាញសម្រាប់ជនស៊ីវិលចិនប្រមាណជា1លាននាក់ទៅវិញនិងធ្វើឲ្យមនុស្ស10លាននាក់គ្មានផ្ទះសម្បែងដីកសិកម្មសំខាន់ៗត្រូវបានបំផ្លាញធ្វើឲ្យប្រជាជនស្អប់ខ្ពើមជាងកៃជៀកនិងរបបជាតិនិយមបន្ថែមនេះអំពើពុករលួយកើតឡើងនៅគ្រប់ទីកន្លែងអតិផរណាមានការឡើងនិងទាហានរត់ចោលជួយជាដើមការជាប់គាំងនិងបរាជ័យនៅក្នុងឆ្នាំ1938សង្គ្រាមចិនជប៉ុនលើកទី2បានឈានដល់ការជាប់គាំងដោយសារតែទំហំភូមិសាស្ត្រដ៏ធំនៃប្រទេសចិន
កង្វះហេដ្ឋារចនាសម្ព័ន្ធកម្លាំងតស៊ូដែលបានខ្ចាត់ខ្ចាយជួយបន្ថយល្បឿនវាទីរបស់ជប៉ុនមួយវិញទៀតជប៉ុនកំពុងទប់ទល់ជាមួយអាមេរិកនៅក្នុងសង្គ្រាមលោកលើកទី2នៅក្នុងឆ្នាំ1941ដោយជប៉ុនបានទម្លាក់គ្រាប់បែកនៅកំពង់ផែគុជរបស់អាមេរិកសង្គ្រាមចិនជប៉ុនលើកទី2បានបញ្ចប់នៅខែសីហាឆ្នាំ1945បន្ទាប់ពីសហរដ្ឋអាមេរិកបានបំផ្ទុះអាវុធនុយក្លេអ៊ែរលើទីក្រុងហេរ៉ូស៊ីម៉ានិងណាកាហ្សាគីនៅពេលនោះកងទ័ពរុស្ស៊ីបានបង្ក្រាបកម្លាំងជប៉ុននៅម៉ាន់ជូរីរីឯកម្លាំងនៅក្នុងប្រទេសចិនត្រូវបានបញ្ជាឲ្យចោះចាញ់ពួកអ្នកជាតិនិយមសរុបមកសង្គ្រាមចិនជប៉ុនលើកទី2កើតឡើងពីភាពតានតឹងនៃប្រទេសទាំងពីរដែលមានតាំងពីច្រើនទសវត្សរ៍មកហើយនិងបណ្ដាលឲ្យប្រទេសចិនរងគ្រោះដោយការរំលោភបំពានពីជនជាតិជប៉ុនយ៉ាងដំណំប្រទេសចិនងើបចេញពីសង្គ្រាមជាមួយជប៉ុនដោយសេដ្ឋកិច្ចត្រូវបានខ្ទេចខ្ទាំហើយអ្នកនយោបាយនៅក្នុងប្រទេសក៏មិនទាន់បានដោះស្រាយនៅឡើយសង្គ្រាមធ្វើឲ្យរដ្ឋាភិបាលជាតិនិយមត្រូវស្ថិតនៅក្នុងស្ថានភាពងាយរងគ្រោះខណៈដែលគណបក្សកុម្មុយនីសចិនកាន់តែរីកធំឡើងនិងកើនឡើងប្រជាប្រិយភាព